ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវមករៀបអីវ៉ាន់កប៉ិកប៉ុករបស់ខ្ញុំណាអីវ៉ាន់ដែលយើងឈឺរយៈពេល4ខែហើយដែលយើងអត់ដែរបានធ្វើអត់ដែរបានរៀបអត់ដែរដឹងថាអីវ៉ាន់អីអស់អីវ៉ាន់អីនៅដល់អញ្ចឹងហើយហ្នឹងក៏មកឆ្លៀតរៀបបន្តិចទៅបងប្អូនអើយចឹងមិនថាយើងជាមនុស្សស្រីនៅផ្ទះរៀបចំអីវ៉ាន់កប៉ិកប៉ុកណាមើលកូនមើលចៅដល់ពេលយើងឈឺទៅវាអត់អ្នកធ្វើហើយអីវ៉ាន់ហ្នឹងក៏អស់ច្រើនមែនតើបងប្អូនអស់សឹងថា50%ណាអស់ចេញពីផ្ទះណាតែហ្នឹងធ្វើម៉េចយើងតស៊ូហើយដល់ពេលយើងឈឺយើងមិនធ្វើម៉េចក៏យើងត្រូវមើលខ្លួននឹងឯងហើយក៏យកអំបោះឡៃណាក៏ដីដែរបងប្អូនអើយដីដោយសារកូនគេគាត់រៀនព្រឹកល្ងាចអញ្ចឹងគាត់ទៅនេពេលផ្លែតែគ្រូដាក់ការកិច្ចការងារផ្ទះហ្នឹងឲ្យច្រើនទៀតដល់អញ្ចឹងគាត់អត់សូវបានជួយទេតែគាត់ទៅជួយមើលប្អូនដល់អញ្ចឹងអត់មានអ្នកបោសអ្នកអីទេបងប្អូនអើយហើយដល់ពេលអញ្ចឹងទៅខ្ញុំហ្នឹងក៏ចេះឆ្លៀតបន្តិចបន្តួចទៅបងប្អូនមានពេលណាឲ្យតែមានពេលហ្នឹងខ្ញុំច្រកគ្រឿងច្រកក្រៅទៅបងប្អូននៅតាមតំបន់សុកស្រែគ្រឿងក្រៅអី500 1000អីហ្នឹងណាបងប្អូនដល់ពេលអញ្ចឹងទៅក៏ឆ្លៀតច្រកទៅហើយក៏ឆ្លៀតរៀបចំអីអញ្ចឹងមើលមិនយល់ទេបងប្អូនអើយសំបីតែថងមួយណាក៏ដីថងមួយណាក៏ដីនឹងមើលលែងយល់អស់អាលីងតែម្ដងហើយខ្ញុំធ្វើការវាអត់កើតមករយៈមុនបងប្អូនដឹងហើយឈរក៏ឈរមិនចង់កើតអីក៏មិនចង់កើតអញ្ចឹងដោយសារតែបញ្ហាជំងឺរបស់យើងណាដល់ពេលអញ្ចឹងខ្ញុំឆ្លៀតធ្វើការអត់កើតទេដល់ពេលឥឡូវខ្ញុំក៏រៀងបានធូរស្បើយរៀងធូរស្រាលហ្នឹងក៏ចេះឆ្លៀតធ្វើទៅឲ្យកូនទៅរៀនអស់ហើយនៅតែពីអ្នកកូនពៅទេកូនពៅគាត់ដេកមើលទូរស័ព្ទទៅយើងក៏ឆ្លៀតធ្វើការទៅឲ្យខ្ញុំនៅគិខ្នល់មែនតើបងប្អូននៅចម្ងាយពីខ្នល់1ម៉ែត្រ2ម៉ែត្រហ្នឹងឯងដល់អញ្ចឹងហានិភ័យកូនផងអីផងអញ្ចឹងយើងមិនដឹងធ្វើម៉េចដល់គេបរិចផ្លូវមកវាគេដល់មុខផ្ទះយើងផ្ទះយើងវាយូរដែរហើយដល់ពេលអញ្ចឹងទៅវាច្រែធ្វើអត់ទាន់កើតណាបងប្អូនហើយមើលកូនផងអីផងធ្វើវីដេអូផងឆ្លៀតរកប្រាក់កម្រៃតាមសង្គម Facebook ផងដោយសារជីវភាពយើងឥឡូវគឺនិយាយទៅវាខ្វះខាតច្រើនអញ្ចឹងទៅយើងក៏ឆ្លៀតធ្វើវីដេអូរកលុយតាមសង្គម Facebook ផងអីផងទៅព្រោះការលក់ដូររាល់ថ្ងៃហ្នឹងប្រាក់ចំណូលគាត់ទុកកូនរៀនទុកមិនឈ្នះបងប្អូនព្រឹកឡើងកូនមួយថ្នាក់ធំកូនមួយរៀននៅក្បែរផ្ទះហ្នឹងមិនសូវចុះពេកចុះកូនរៀននៅឆ្ងាយគាត់ថាកូននៅក្បែរផ្ទះគាត់ត្រូវរៀនមួយថ្ងៃ2ដងដែរអញ្ចឹងក៏វារៀងនេះដែរដល់ពេលយើងចេះតែប្រឹងប្រែងចេះតែតស៊ូទៅឲ្យប្តីគាត់ទៅធ្វើការសំណង់នៅភ្នំពេញគាត់ចល័តគ្រប់ខេត្តបងប្អូនឲ្យតែមានការងារចល័តអីណែក៏ធ្វើអីនៅក៏ធ្វើអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងខ្ញុំនៅផ្ទះមើលកូនតូចផងក៏លក់ដូរអីវ៉ាន់តិចតួចផងក៏ធ្វើជាវីដេអូផងដើម្បីបានប្រាក់កម្រៃមកទប់ទល់គ្នាបើមិនអញ្ចឹងទេទប់មិនឈ្នះទេបងប្អូនឃើញរយៈពេល4ខែដែលខ្ញុំអត់បានធ្វើហ្នឹងអីវ៉ាន់ខ្ញុំអស់50%ហើយខ្ញុំរកលុយបានពីសង្គម Facebook ទៀតនៅតែទប់មិនចង់ឈ្នះបងប្អូនហើយចុះបើខ្ញុំអត់មានលុយទប់ពី Facebook ទៀតឲ្យខ្ញុំពឹងអីបងប្អូនពឹងអីបើខ្ញុំឈឺហើយណាមួយប្តីគាត់ជូនគេបើកអាវជូនគេអាវខ្ចីអញ្ចឹងវាអត់ទៀងជូនចំកន្លែងគេបោកដល់ពេលអញ្ចឹងទៅបន្ទោគាត់ក៏បន្ទោឲ្យការដែរពួកគាត់ទៅប្រឹងប្រែងធ្វើការហើយអីហើយប៉ុន្តែតកែបោកយើងក៏ដឹងធ្វើយ៉ាងម៉េចអញ្ចឹងបានថាតើយើងឆ្លៀតធ្វើនេះផងធ្វើនោះផងហើយអើយបងប្អូនមើលតែអញ្ចឹងផ្ទះខ្ញុំទៅដឹងហើយបងប្អូនឃើញខាងក្នុងអញ្ចឹងមើលទៅមកជុំឯណាមើលខាងក្រៅបាននឹងឃើញថាវាពិបាកនិយាយណាបងប្អូនពិបាកនិយាយហើយណាមួយផ្ទះខ្ញុំទៀតជាងផ្លូវ1ម៉ែត្រដល់អញ្ចឹងពិបាកមែនតើពេលភ្លៀងម្ដងបងប្អូន1ម៉ែត្របងប្អូនមិនមែនលេខសោយណា1ម៉ែត្រឲ្យតែភ្លៀងមកទៅគេកពួតទាំងសងខាងទាំងអស់ឲ្យតែភ្លៀងមកគឺបុកទឹកភ្លៀងហូរមកឲ្យទប់មួយកោហ្នឹងពី3នាក់ហ្នឹងនៅគ្នាប្រឹងទប់ផងអីផងហើយដល់ពេលអញ្ចឹងទៅឃើញថាឥឡូវហ្នឹងប្រឹងធ្វើតេតក់ទៅបងប្អូនដើម្បីថាខ្សែផ្សំគ្នាឲ្យកូនរៀនឲ្យយើងដោះស្រាយក្នុងគ្រួសារហើយប្តីនោះគាត់ប្រឹងប្រែងធ្វើសំណងដែរបងប្អូនមិនមែនគាត់អត់ប្រឹងទេគាត់ប្រឹងប៉ុន្តែថាបងប្អូនដឹងហើយយើងចំណូលចូលវាតិចតែចំណាយវាច្រើនដូចចំណាយខ្ញុំរយៈពេល2ឆ្នាំហ្នឹងគឺច្រើនមែនតើចំណាយសឹងថា
ចំណាយទុកលេងឈ្នះបងប្អូនដោយសារខ្ញុំពី3ខែហ្នឹងគាត់ទៅពេទ្យឡើងចិត្តប្រមាណចិត្ត10000ដុល្លារដែរបងប្អូនហើយមកតិចប្តីខ្ញុំគូថ្នាក់ចរាចរណ៍តិចទៅកូនខ្ញុំគូថ្នាក់ចរាចរណ៍ទៅដល់ពេលអញ្ចឹងបានលុយណាណាធ្វើម៉ូតូផងណាមើលប្តីផងណាមើលខ្លួនឯងផងណាកូនផងដល់ពេលឆ្នាំហ្នឹងគូថ្នាក់ចរាចរណ៍ទាំងឪទាំងកូនដួលម៉ូតូបុកឆ្ងាយដូចគ្នាដល់ពេលអញ្ចឹងបញ្ហាច្រើនណាស់បងប្អូនអញ្ចឹងចេញជ្រាបធ្វើវីដេអូគេទៅ